កម្ពុជានិងថៃបានឯកភាពគ្នាប្រើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រត្រួតគ្នាបន្ទាប់ពីភាគីថៃសម្រេចលុបចោលអនុសារណីយនៃការយកយន្តគ្នា MOU ឆ្នាំ2001ដែលធ្លាប់ជាក្របខ័ណ្ឌសម្រាប់ការចរចាទ្វេភាគីអស់រយៈពេល25ឆ្នាំកន្លងមកមន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់បានប្រាប់សារព័ត៌មាននៅថ្ងៃទី9ខែឧសភាឆ្នាំ2026ដោយសូមមិនបញ្ចេញឈ្មោះថាកម្ពុជាបានផ្ញើកំណត់ទូតទៅភាគីថៃកាលពីថ្ងៃទី6ខែឧសភាដើម្បីជូនដំណឹងអំពីការប្រើប្រាស់យន្តការផ្សព្វផ្សាយដោយការចាប់បង្ខំក្រម UNCLOUS ប្រភពដដែលបញ្ជាក់ថាក្នុងជំនួបត្រីភាគីរវាងកម្ពុជាថៃនិងហ្វីលីពីននាល្ងាចថ្ងៃទី7ខែឧសភាភាគីថៃបានទទួលស្គាល់ការជូនដំណឹងពីជំហររបស់កម្ពុជាយោងតាមសារព័ត៌មានថៃខៅសុតនាយករដ្ឋមន្ត្រីថៃលោកអនុទានឆាន់វីរៈគុលបានថ្លែងថាភាគីទាំងពីរបានឯកភាពគ្នាប្រើគោលការណ៍ក្រម UNCLOUS ជាក្របខ័ណ្ឌសម្រាប់ជំហានបន្ទាប់លោកក៏បានអះអាងដែរថាកម្ពុជាបានទទួលដឹងអំពីការលុបចោល MOU ឆ្នាំ2001រួចហើយទោះជាយ៉ាងណាមន្ត្រីជាន់ខ្ពស់កម្ពុជាបានបញ្ជាក់ថាមកទល់ពេលនេះកម្ពុជានៅមិនទាន់បានទទួលការជូនដំណឹងជាផ្លូវការពីភាគីថៃអំពីការលុបចោល MOU នោះនៅឡើយទេគូបញ្ជាក់ថាគណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃទី5ខែឧសភាឆ្នាំ2026បានអនុម័តលុបចោល MOU ឆ្នាំ2001ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នានៅឈូងសមុទ្រថៃដែលមានផ្ទៃក្រឡាប្រមាណ 26,000 គីឡូម៉ែត្រការ៉េនិងត្រូវបានគេជឿថាអាចមានធនធានប្រេងនិងឧស្ម័នមានតម្លៃរហូតដល់$300,000 លានភាគីថៃលើកឡើងថា MOU នេះមិនមានភាពរីកចម្រើនអស់រយៈពេល25ឆ្នាំកន្លងមកខណៈកម្ពុជាវិញអះអាងថាការយឺតយ៉ាវនោះបណ្ដាលមកពីបញ្ហានយោបាយផ្ទៃក្នុងនិងការផ្លាស់ប្ដូររដ្ឋាភិបាលញឹកញាប់របស់ថៃក្រមអនុសញ្ញា UNCLOUS ប្រសិនបើប្រទេសទាំងពីរមិនអាចដោះស្រាយវិវាទដែនសមុទ្រតាមរយៈការចរចាទ្វេភាគីបានទេភាគីមួយអាចចាប់ផ្ដើមយន្តការផ្សះផ្សាយដោយការចាប់បង្ខំជាឯកតោភាគីដើម្បីបង្កើតគណៈកម្មការផ្សះផ្សាយអន្តរជាតិអ្នកវិភាគភូមិសាស្ត្រនយោបាយគិនភៀយល់ឃើញថាការប្រើយន្តការនេះគឺជាការឆ្លើយតបតាមច្បាប់អន្តរជាតិប៉ុន្តែជាដំណើរការដែលអាចចំណាយពេលយូរខណៈអ្នកវិភាគថៃលោកសុរាឆាតបំរុងសុកវិនបានលើកឡើងថាការលុបចោល MOU ឆ្នាំ2001អាចជួយបង្កើនសន្ទុះជាតិនិយមនៅក្នុងប្រទេសថៃច្រើនជាងផ្ដោតប្រយោជន៍ជាក់ស្ដែង។